បាទជំរាបសួរថ្ងៃនេះខ្ញុំចង់និយាយអំពីប្រវត្តិនិងទំនាក់ទំនងរវាងជំរំនងច័ន្ទហើយនឹងការភៀសខ្លួននៅជំរំនងច័ន្ទដែលខ្មែរដែលថៃតែងតែយល់ច្រឡំថាជាការជួយប្រជាជនខ្មែរហើយនឹងធ្វើឲ្យប្រជាជនខ្មែរជាច្រើនអ្នកដែលបាត់បង់ជីវិតនៅក្នុងខ្មោចអញ្ចឹងសូមជួយទស្សនាតាមដានជាមួយខ្ញុំបងប្អូនមុននឹងចូលទៅដល់នយោបាយរបស់ស្ដេចថៃដែលធ្វើការឈ្លានពានមកលើកម្ពុជានៅពេលនេះយើងក៏លេចទៅមើលអតីតកាលសិនថៃធ្លាប់មានបាតដៃប្រឡាក់ឈាមសម្រាប់រង្គាលពលរដ្ឋស្លូតត្រង់ភៀសខ្លួនខ្មែរយើងរាប់ម៉ឺននាក់នៅលើភ្នំខ្មោចកាលពីឆ្នាំ1979មិនញញើតនឹងច្បាប់អន្តរជាតិនោះឡើយតាមពិតទៅពលរដ្ឋខ្មែរដែលជាជនរងគ្រោះទាំងអស់នោះហើយរត់គេចពីសង្គ្រាមទៅឲ្យគេជួយក្រោយរបបប៉ុលពតដួលរលំប៉ុន្តែត្រូវបានទាហានថៃជំនាន់នោះយកឡានដឹកចេញពីជំរំស្នាក់នៅដោយកុហកថាបដូរទៅជំរំផ្សេងតែតាមពិតជនរងគ្រោះខ្មែរដ៏អភ័ព្វរាប់ម៉ឺននាក់នោះត្រូវបានទាហានថៃដឹកយកទៅវាលពិឃាតភ្នំខ្មោចខ្លះត្រូវរុញទម្លាក់ពីលើជ្រោះខ្លះត្រូវបាញ់សម្លាប់ដោយគ្រាប់កាំភ្លើងនិងខ្លះត្រូវរុញច្រានទៅចំការមីនបណ្ដាលឲ្យស្លាប់ពេញព្រៃរឿងនេះត្រូវបានកាសែតនៅក្នុងស្រុកថៃនិងកាសែតល្បីៗមួយចំនួននៅលើពិភពលោកបានកកកាយដោយធ្វើការផ្សាយជាបន្តបន្ទាប់ពីសោកនាដកម្មដែលថៃបង្ខំសម្លាប់ពលរដ្ឋភៀសខ្លួនរបស់ខ្មែររាប់ម៉ឺននាក់នៅលើភ្នំខ្មោចនេះសេចក្តីរាយការណ៍ត្រូវបានដកស្រង់យកមកផ្សព្វផ្សាយបញ្ជាក់ថានៅខែកក្កដាឆ្នាំ1979ជនភៀសខ្លួនខ្មែរនៅជំរំនងច័ន្ទរាប់ម៉ឺននាក់ត្រូវបានទាហានថៃកុហកបោកបញ្ឆោតថាត្រូវផ្លាស់ទៅកន្លែងសុវត្ថិភាពផ្សេងទៀតប៉ុន្តែពេលឡើងលើរថយន្តរួចពលរដ្ឋភៀសខ្លួនទាំងអស់នោះគឺត្រូវបានបំបែកទិសដៅមិនដឹកចូលទៅក្នុងទឹកដីថៃទេគឺដឹកយកមកបង្កើតសោកនាដកម្មនៅលើភ្នំខ្មោចហើយអ្នកដែលនៅរស់រានមានជីវិតគឺជាអ្នកមានសំណាងមួយក្នុង10000គ្រោះថ្នាក់ប៉ុន្តែទោះបីជាមានការចែកផ្សាយដោយសារព័ត៌មានធំៗនៅលើពិភពលោករាប់ទាំងកាសែតនៅក្នុងស្រុកថៃខ្លួនឯងដែរកោតទោសរដ្ឋថៃពីបទឧក្រិដ្ឋនេះក៏ដោយប៉ុន្តែរហូតមកដល់ពេលនេះជនរងគ្រោះរាប់ម៉ឺននាក់នៅតែមិនទាន់បានយុត្តិធម៌នៅឡើយទេហើយពេលនេះចាប់ផ្ដើមទៀតហើយទាហានថៃបានធ្វើការបាញ់បោះមកលើប្រជាជនកម្ពុជាមានទាំងស្លាប់មានទាំងរបួសប៉ុន្តែមិនដឹងថាអាចទទួលបានយុត្តិធម៌ឬមួយក៏អត់នោះទេពេលនេះយើងចូលទៅដល់គោលនយោបាយរបស់ស្ដេចថៃដែលឈ្លានពានមកលើកម្ពុជានិងធ្វើឲ្យស្ដេចថៃងាកទៅរកប្រទេសចិនវិញយើងទាំងអស់គ្នាបានដឹងរួចមកហើយថាថៃជាសម្ព័ន្ធជាមួយអាមេរិកយូរណាស់មកហើយប៉ុន្តែអ្វីគ្រប់យ៉ាងតែងតែមានការប្រែប្រួលអ្វីដែលខ្ញុំនឹកស្មានមិនដល់នោះគឺលោកប្រធានាធិបតីដូណាល់ត្រាំបន្ទាប់ពីធ្វើជាអ្នកកើបលុយដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្ររបស់អាមេរិកស្រាប់តែភ្ញាក់ពីដំណេកគាត់ក៏ចង់ក្លាយជាបិតាផ្សះផ្សានិងស្វែងរកសន្តិភាពប្រចាំពិភពលោកវិញម្ដងសូម្បីការដាក់ពន្ធដើម្បីប្រមូលលុយដូណាល់ត្រាំមិនខ្វល់ពីសម្ព័ន្ធមិត្តផងចូលទម្រាំតែដាវដែលដកចេញពីស្រោមហើយយងទៅលើកហើយស្រេចគ្រាន់តែប្រាប់ឲ្យគ្រូចំនួននៅឲ្យស្ងៀមរឿងអីតាត្រាំខ្លាចនឹងនិយាយវិលមកវិញស្ដេចថៃគិតត្រូវតែដើរហួសដល់មាត់ជូរស្ដេចថៃធ្វើសង្គ្រាមជាមួយខ្មែរដោយគិតថាបើឈ្នះនឹងបានដីប៉ុន្តែបើចាញ់នឹងបានដកត្រកូលថាក់ស៊ីនចេញទាំងស្រុងពីនយោបាយអ្វីពិតជាសមតាមបំណងអាចដកត្រកូលថាក់ស៊ីនចេញពីនយោបាយបានសម្រេចពិតមែនតែការចាញ់ក្នុងការប្រយុទ្ធជាមួយកម្ពុជាដ៏ធ្ងន់ធ្ងរពេករហូតមិនអាចទទួលយកបានហើយស្ដេចថៃនៅតែសង្ឃឹមថាសម្ព័ន្ធមិត្តនៅតែគាំទ្រដល់ខ្លួនតែផ្ទុយទៅវិញការគិតរបស់សហរដ្ឋអាមេរិកក៏មិនគាំទ្រខ្លួនដែរដូច្នេះហើយស្ដេចថៃពេលនេះគឺមានកំហឹងពេញខ្លួនមិនដឹងថាត្រូវបកស្រាយយ៉ាងម៉េចនោះទេបើដូច្នេះដើម្បីឲ្យអាមេរិកយកចិត្តទុកដាក់នឹងខ្លួនវិញវិធីតែមួយធ្វើចរិតស្រីស្អាតដែលងាករកចិន
ជាធម្មតាទេស្រីស្អាតខាត់លាដើម្បីមិនឈឺប្តីដែលដេកអោបរាប់ឆ្នាំហើយស្រវាអ្នកថ្មីត្រូវមានការដោះដូរខ្លះដែរតែក៏មិនអាចកាត់ផ្ដាច់ពីប្តីចាស់បានទាំងស្រុងឡើយដើម្បីទុកផ្លូវក្រោយមួយឲ្យខ្លួនឯងដូច្នេះហើយត្រូវពន្យាពេលដោះលែងវីរៈកងទ័ពរបស់កម្ពុជាសិនប៉ុន្តែត្រូវមានមូលហេតុនៃការមិនដោះលែងហើយផលទី1គឺការយកលេសដើរជន់មីនសាជាថ្មីដើម្បីបដិសេធនៃការដោះលែងហើយផលមួយនេះមិនសមស្របនឹងពុំមានទម្ងន់នោះឡើយដូច្នេះត្រូវដូរវិធីសាស្ត្រទី2វិធីសាស្ត្រទី2នោះគឺបើការវាយប្រហារមកលើពលរដ្ឋកម្ពុជានៅភូមិព្រៃច័ន្ទដើម្បីឲ្យកម្ពុជាតបតប៉ុន្តែនៅតែបរាជ័យព្រោះកម្ពុជាស្គាល់ពីក្រយៅយ៉ាងច្បាស់របស់ថៃថាប្រសិនបើកម្ពុជាតដៃទោះអាវុធមែននោះថៃនឹងមានពាក្យប្រាប់លោកស៊ីជីនពីងថាខ្លួនមិនដោះលែងព្រោះតែមូលហេតុផ្ទុះអាវុធនេះហើយនៅត្រៀមកាដូមួយផ្សេងទៀតគឺចាប់ស្ដេចមេខ្លោងលបែងអនឡាញនៅព្រំដែនថៃភូមិបញ្ជូនទៅចិនជាការជួបមុខគ្នាលើកដំបូងផងដែរការជួបជាមួយនឹងលោកស៊ីលើកនេះអាចមិនសូវទទួលបានផ្លែផ្កានោះឡើយដោយសារតែផែនការទាំងស្រុងត្រូវបរាជ័យអស់ហើយពូលគឺថៃបាត់បង់ទំនុកចិត្តលើឆាកអន្តរជាតិប៉ុន្តែស្ដេចថៃនៅមានក្របអុកមួយដែលសំខាន់នោះគឺព្រៃជីក្រានោះគឺជាបំណងប្រាថ្នារបស់លោកស៊ីលទ្ធផលត្រឡប់មកវិញគឺអាចមានការដោះលែងវីរៈកងទ័ពរបស់កម្ពុជាព្រោះវាជាកូនសោតែមួយគត់ក្នុងការបកក្រោយត្រឡប់ទៅត្រូវរើជាមួយនឹងលោកត្រាំវិញហើយក៏បំពេញចិត្តរបស់ចិនផងដែរប៉ុន្តែបើនៅតែបន្តផ្លូវចាស់តាមរយៈការបង្កាត់ភ្លើងសង្គ្រាមប្រហែលជាចាញ់អស់ពីខ្លួនពិបាកនឹងងើបមុខវិញណាអ្វីគ្រប់យ៉ាងអាចនឹងបាត់បង់បានហើយក៏អាចរកមកវិញបានដែរតែបើបាត់បង់កិត្តិយសនិងទំនុកចិត្តហើយនោះរកផ្លូវត្រឡប់មកវិញមិនឃើញនោះទេការប្រើប្រាស់អាវុធ DTI-1G របស់ថៃបើនិយាយអំពីសមត្ថភាពសភាវុធ DTI-1G បំពង់បាញ់បាន4បំពង់អាចបាញ់បានរយៈចម្ងាយ180គីឡូម៉ែត្រនិងអាចបំពាក់គ្រាប់ GPS នាំផ្លូវគឺសមត្ថភាពដូច PHL 03របស់ខ្មែរដែរគឺជាអាវុធដ៏មានគ្រោះថ្នាក់បំផុតសៀមបានយកមកប្រើប្រាស់នៅក្នុងសង្គ្រាមរយៈពេល5ថ្ងៃដោយបាញ់ចេញពីទីប្រជុំជនរបស់សៀមចម្ងាយរាប់សិបគីឡូម៉ែត្រពីព្រំដែនឬជាកន្លែងប្រយុទ្ធគ្នាហើយវាគឺជាទង្វើល្មើសច្បាប់នៃទំហំសង្គ្រាមសៀមក៏បានចោទមកខ្មែរដែរថាបានប្រើប្រាស់ PHL 03ប៉ុន្តែខ្មែរមិនបានប្រើនោះទេហើយសៀមក៏បានប្រើប្រាស់កលល្បិចជាច្រើននៅក្នុងសង្គ្រាមជាមួយកម្ពុជាដូចជាការប្រើប្រាស់យន្តហោះចម្បាំង F-16 និង Gripen ដើម្បីទម្លាក់គ្រាប់បែកក្នុងការបង្ខំឲ្យខ្មែរបាញ់ទម្លាក់រួចចោទកម្ពុជាថាបានប្រើប្រាស់សភាវុធកម្រិតខ្ពស់បាញ់ទម្លាក់យន្តហោះរបស់អាមេរិកហើយយកលេសនេះដើម្បីទៅទិញយន្តហោះចម្បាំងពីអាមេរិកបន្ថែមទៀតនិងបើសិនជាបាញ់ធ្លាក់ក៏ធ្លាក់ចូលទៅជ្រៅនៅក្នុងទឹកដីសៀមដូច្នេះសៀមអាចចោទមកខ្មែរថាប្រើអាវុធចូលទៅជ្រៅទឹកដីសៀមគេព្រោះសភាវុធកំជ្រួចបាញ់យន្តហោះរបស់ខ្មែរសុទ្ធតែជាកំជ្រួចប្រដេញគ្រាប់ GPS ត្រឹមយន្តហោះចម្បាំង S-16 របស់សៀមគឺបាញ់គ្មានខុសមួយគ្រាប់នោះទេប៉ុន្តែយើងមិនអាចប្រើប្រាស់បានដោយសារតែសៀមហោះនៅក្បែរព្រំដែននិងមិនហ៊ានចូលជ្រៅប្រសិនបើសៀមហ៊ានហោះចូលមកក្នុងទឹកដីខ្មែរជ្រៅប្រកាសជាគ្មានផ្លូវត្រឡប់ទៅវិញនោះទេយើងក៏មានហេតុផលថាសៀមប្រើប្រាស់យន្តហោះចម្បាំងហោះមកទម្លាក់គ្រាប់បែកចូលទឹកដីជ្រៅនៅក្នុងដីខ្មែរត្រូវប្រើប្រាស់សិទ្ធិបាញ់ទម្លាក់ដើម្បីការពារខ្លួនបើយើងនិយាយពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់កងទ័ពសៀមយើងត្រូវយល់ពីសង្គ្រាមដែលសៀមឈ្លានពានតែមានចេតនាអ្វីគឺចេតនាសៀមបានត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមធំប៉ុន្តែសៀមមិនអាចហួសព្រំដែនបានដោយសារមិនអាចពង្រីកនៃទំហំសង្គ្រាមបានដោយអ្វីដែលខ្ញុំបានជម្រាបជូនខាងលើអញ្ចឹងសៀមប្រើប្រាស់សភាវុធ DTI-1G បាញ់បានចម្ងាយ180គីឡូម៉ែត្របាញ់នៅព្រំដែន
មិនហ៊ានឲ្យបាញ់ចូលមកទឹកដីខ្មែរជ្រៅនោះទេគឺដើម្បីបង្ខំឲ្យខ្មែរប្រើប្រាស់ PHL 03ឆ្លើយតបរួចចោទខ្មែរពង្រីកទំហំនៃសង្គ្រាមដើម្បីមានសិទ្ធិបានបាញ់ចូលដីខ្មែរជ្រៅវិញនិងបានប្រើប្រាស់យន្តហោះចម្បាំង F-16 Gripen ហោះទម្លាក់គ្រាប់តាមព្រំដែនដើម្បីបង្ខំឲ្យខ្មែរប្រើសភាវុធ KS-1C ការពារដែនអាកាសបាញ់ទម្លាក់ដែលមានបំពាក់ក្បាលគ្រាប់ GPS ដេញតាមទម្លាក់យន្តហោះចម្បាំងសៀមចូលជ្រៅទៅក្នុងទឹកដីសៀមរួចក៏ចោទមកខ្មែរដើម្បីពង្រីកទំហំនៃសង្គ្រាមដែលគិតទៅសៀមនេះណាបងប្អូនវាពិតជាមានកលល្បិចកិច្ចកលអាក្រក់ជួជាតិខ្លាំងណាស់គឺដើម្បីយកលេសបានប្រើប្រាស់យន្តហោះចម្បាំងនិងកំជ្រួចមួយចំនួនដ៏ច្រើនតាមច្រកសមុទ្រនិងព្រំដែនផ្សេងៗដូច្នេះក្នុងពេលនោះខ្មែរដឹងតែពិបាកក្នុងការទប់ទល់ពីព្រោះសៀមបានប្រើប្រាស់ទាំងសភាវុធរយៈចម្ងាយឆ្ងាយផងដែរបាញ់ម្ដងបាន180គីឡូម៉ែត្រនិងយន្តហោះចម្បាំង F-16 Gripen និងដ្រូនទៀតកើតជាសម្ពាធដ៏ធំលើសពីនោះសៀមក៏អាចយកលេសទិញសភាវុធនិងយន្តហោះចម្បាំងបន្ថែមទៀតពីអាមេរិកផងដែរនោះវានឹងធ្វើឲ្យមានសម្ពាធកាន់តែធំជាងមុនយើងអាចនិយាយបានថានៅក្នុងពេលនោះប្រទេសខ្មែរយើងអាចខ្ទេចគ្មានសល់ដោយសារតែសៀមទម្លាក់គ្រាប់បែកលើអាកាសផងបាញ់ពីចម្ងាយផងបងប្អូនអាចសម័យដោយខ្លួនឯងបានដូច្នេះហើយទើបបានជារដ្ឋាភិបាលយើងស្គាល់ពីសៀមច្បាស់រាល់ការប្រើប្រាស់សភាវុធគឺមានការគិតគូរខ្ពស់បំផុតមិនមែនយើងខ្លាចសៀមទេប៉ុន្តែសង្គ្រាមនឹងធំទៅគឺគ្មានប្រយោជន៍អ្វីដល់ខ្មែរនោះឡើយមានតែការខូចខាតនៅអ្វីដែលយើងខំកសាងរាប់សិបឆ្នាំចុះបើសិនជារឿងនឹងកើតឡើងវិញតើខ្មែរយើងអាចទប់ទល់ដែរទេចំណុចខ្សោយរបស់សៀមដោយខ្ញុំបានជម្រាបជូនខាងលើអញ្ចឹងចំណុចខ្សោយសៀមមិនអាចឆ្លងកាត់ផុតពីខ្សែរៀមឬព្រំដែនបានទេទោះបីជាសៀមស៊ូប្រយុទ្ធយ៉ាងណាក៏ដោយក៏មិនអាចចូលរួចដែរក៏ព្រោះតែកងទ័ពខ្មែរនិងសភាវុធខ្មែរឬកងទ័ពថ្មើរជើងរបស់សៀមមិនអាចចូលមកមុខបានឡើយហើយចំណុចខ្លាំងរបស់កងទ័ពសៀមទាល់តែអាចពង្រីកទំហំនៃសង្គ្រាមប្រើប្រាស់សង្គ្រាមទ្រង់ទ្រាយធំនិងមានបរទេសជួយការពារជួយផ្គត់ផ្គង់ទើបអាចមានកម្លាំងខ្លាំងប៉ុន្តែនៅមិនអាចឈ្នះបានដែរព្រោះខ្មែរមិនអាចឲ្យសៀមយកឈ្នះបានដោយងាយនោះទេគឺមានតែស៊ូប្រយុទ្ធដល់ទីបញ្ចប់ព្រោះខ្មែរមិនអាចឲ្យសៀមចូលមកជន់ទន្ទ្រានបានដោយងាយនោះទេហើយយើងក៏បានដឹងរួចមកហើយថាកិច្ចព្រមព្រៀងសន្តិភាពក៏បានចុះរួចហើយប៉ុន្តែថៃបានបំពេញកិច្ចព្រមព្រៀងថែមទៀត